បច្ចុប្បន្ននេះបទល្មើសតាមអ៊ីនធឺណិតឬដែលគេហៅថា Online Scams កំពុងក្លាយជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយុវជនមួយចំនួនត្រូវបានក្រុមឧក្រិដ្ឋជនអូសទាញនិងចាញ់បោកឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ដោយមិនដឹងពីផលវិបាកជាក់ស្ដែងកាលពីយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2026នៅសង្កាត់ចំចៅពីអាជ្ញាធរនិងសមត្ថកិច្ចបានចុះប្រតិបត្តិការរដ្ឋបាលមួយក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនយុវតីចំនួន3នាក់ដែលកំពុងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Online Scams ក្រៅពីការឃាត់ខ្លួនយុវតីទាំង3នាក់សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើនរួមមានកុំព្យូទ័រចំនួន5គ្រឿងទូរស័ព្ទដៃប្រើសម្រាប់ប្រព្រឹត្តបទល្មើសចំនួន34គ្រឿងនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតវត្ថុតាងទាំងនេះត្រូវបានគេជឿថាត្រូវបានប្រើសម្រាប់សកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតអាជ្ញាធរបានបញ្ជាក់ថាបទល្មើស Online Scams មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញអនាគតយុវជនផងដែរសូមយុវជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ជៀសឲ្យឆ្ងាយពីបទល្មើសប្រភេទនេះកុំចាញ់បោកការអូសទាញរបស់ក្រុមឧក្រិដ្ឋជនដែលអាចធ្វើឲ្យប៉ះពាល់ដល់អនាគតនិងសេរីភាពរបស់អ្នក